បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយមួយរយៈនេះខ្ញុំខានចេញវីដេអូយូរហើយបាទដោយសារកូនកើតវាអត់សូវមានផងហើយដោយសាររវល់ផងបាទឥឡូវនេះខ្ញុំចេញវីដេអូមួយបាទអានេះក៏ជាការចែករំលែកមួយដែរហើយរយៈពេលកន្លងមកនេះខ្ញុំដើរទិញអង្កែបសាច់បាទអង្កែបសាច់បងប្អូនមួយចំនួនដែលគាត់ចិញ្ចឹមហ្នឹងបាទមានអ្នកខ្លះហ្នឹងគាត់ចិញ្ចឹមបានគីឡូច្រើនទៅអ្នកខ្លះបានគីឡូតិចទៅបាទអាហ្នឹងខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះបាទទាក់ទងនឹងការចិញ្ចឹមកែបសាច់បាទគឺមានបងប្អូនខ្លះហ្នឹងក្នុង1000ក្បាលបងប្អូនខ្លះបានតែ70 80គីឡូទេអញ្ចឹងអាហ្នឹងវាអត់ចំណេញទេបងប្អូនបាទហើយបងប្អូនខ្លះអាចបានដល់140 150គីឡូក្នុងអង្កែប1000ក្បាលຂະຫນາត4-5 គីឡូបាទ5-6អី1គីឡូហ្នឹងចន្លោះហ្នឹងបាទអញ្ចឹងវាមានប្រមាណចំណុចដែរនៅក្នុងចែកម្លែកពីការចិញ្ចឹមកែបសាច់ហ្នឹងបាទធ្វើម៉េចឲ្យបានទិន្នផលខ្ពស់បាទចន្លោះពី130គីឡូអីទៅ150គីឡូបាទក្នុងកែប1000ក្បាល1000កូនបាទយើងដាក់1000កូនវាអាចងាប់ខ្លះអញ្ចឹងវាមិនអាចរស់ទាំង1000កូនទេអញ្ចឹងខ្ញុំចែករំលែកខ្លះបាទទី1ហ្នឹងគឺចំណុចសំខាន់ហ្នឹងគឺបងប្អូនត្រូវតាសំខាន់ហ្នឹងគឺត្រូវចាំអំបែកវាបាទបងប្អូនដូចមានធំមានតូចដូចខ្ញុំចេះអានេះដោយសារខ្ញុំទុកពូជទេខ្ញុំអត់ចាំអំបែកទេបាទដោយសារមានធំមានតូចទេបាទគឺខ្ញុំបានចាំបាយទេបងប្អូនបាទអញ្ចឹងបងប្អូននឹងចង់ចាំបានសាច់ច្រើនទិន្នផលច្រើនគឺបងប្អូនត្រូវតែចាំបែកកែបបាទយើងរៀងរាល់4-5ថ្ងៃយើងជ្រេកូនកែបម្ដងទៅឬក៏មួយអាទិត្យយើងយ៉ាងយូរមួយអាទិត្យយើងជ្រេមើលវាតាមទំហំទៅបើសិនជាវាមានទំហំធំជាងគ្នាជាងអីហ្នឹងអាហ្នឹងបងប្អូនចាប់ប្រវាយវាចេញទៅអាធំដែលប្រព័ន្ធគ្នាហ្នឹងបងប្អូនចាប់ចេញទៅគឺដើម្បីការពារកុំឲ្យវាស៊ីគ្នាបាទទី1កុំឲ្យវាស៊ីគ្នាខាំគ្នាហើយទី2ហ្នឹងកុំឲ្យអាតូចហ្នឹងវាស៊ីចំណីអត់ឈ្នះអាធំបាទអញ្ចឹងបងប្អូនត្រូវតែចាប់បំបែកអាហ្នឹងកត្តាសំខាន់ហើយកត្តាទី2ក៏វាផ្ដោតទៅលើការថែទាំបាទវាអាចមានជំងឺវាអាចមានអីវាអាចងាប់ខ្លះបាទអញ្ចឹងបងប្អូនត្រូវតែសម្អាតត្រូវតែផ្ដល់ចំណីឲ្យបានដិតដល់បាទហើយកត្តាចំណីនេះក៏វាសំខាន់ដែរបាទវាក៏រួមផ្សំជាមួយនឹងការចាំបែកកូនកែបដែរបាទគឺបងប្អូនជ្រើសរើសក្រុមហ៊ុនណាដែលចំណីដែលមានប្រូតេអ៊ីនខ្ពស់ហើយកែបយើងវាស៊ីធំលឿនបាទហើយវាគីឡូធ្ងន់បាទកែបខ្លះវាធំលឿនដែរប៉ុន្តែវាអត់ញាត់សាច់ណែនទេបងប្អូនអញ្ចឹងកែបពេលយើងថ្លឹងទៅវាស្រាលអញ្ចឹងក៏វាគីឡូក៏វាបានទៅតាមនឹងដែរអញ្ចឹងបងប្អូនរើសណាចំណីណាដែលពេលយើងបត់ពិសោធន៍ទៅយើងពិសោធន៍វាទៅថាចំណីណាអាចតែធ្វើឲ្យកែបសាច់ណែនល្អហើយថ្លឹងទៅបានធ្ងន់ណាបាទអាហ្នឹងវាជាកត្តាទី2ហើយចំពោះកត្តាទី3បាទហ្នឹងវាកម្រជួបបងប្អូនបាទខ្ញុំដើរទិញកែបសាច់កន្លងមកនេះគឺជួបតែជួបម្នាក់ទេបងប្អូនបាទគឺគាត់ចិញ្ចឹមហ្នឹងប៉ះកែបឈ្មោលច្រើនបាទកែបឈ្មោលច្រើនអញ្ចឹងវាអត់ធំដូចកែបមេទេបាទជាទូទៅយើងដើរទិញកែបសាច់គឺភាគច្រើនគឺឈ្មោល50% មេ 50% វាអាចប៉ុណ្ណឹងឬក៏អាចមេលើអាចមេ60ឈ្មោល40អញ្ចឹងទៅប៉ុន្តែខ្ញុំជួបបងប្រុសម្នាក់ហ្នឹងគាត់ចិញ្ចឹមកែប1000ក្បាលគឺឈ្មោលវាចូល70-80% បងប្អូនបាទអញ្ចឹងឈ្មោលវាចិញ្ចឹម3ខែអីនៅប៉ិនកដៃអីហ្នឹងអញ្ចឹងយើងថ្លឹងទៅបានមួយត្រឹមតែមួយខាំឬក៏មួយខាំកន្លះអីទេបងប្អូនបាទអញ្ចឹងវាខាតពេលវេលាខាតទាំងចំណីបាទហើយមួយទៀតកត្តាទី4ហ្នឹងគឺការដាក់ចំណីរបស់បងប្អូនហ្នឹងបាទគឺធ្វើម៉េចបងប្អូនកាត់បន្ថយបាទកុំដាក់ចំណីចោលសល់ចោលវាអត់ស៊ីក៏បងប្អូននៅតែដាក់
អានឹងវាចោះចំណីច្រើនក៏បងប្អូនមិនចំណេញដែរបាទនេះវាជាកត្តាមួយចំនួនបាទវាអាចនៅកត្តារួមផ្សំផ្សេងមួយចំនួនតូចទៀតបាទវារួមផ្សំតិចទៀតបាទអានឹងបើសិនជាមានងាប់អីបើបងប្អូនចំទៅវាអាចមានបញ្ហាងាប់អីអានឹងវាចាត់ទុកថាជាបទពិសោធន៍ចុះប៉ុន្តែយើងព្យាយាមថែទាំវាឲ្យបានដិតដល់បងប្អូនបាទអញ្ចឹងអាកតាងាប់វានៅតែមានអញ្ចឹងបាទវាមិនអត់ទេបងប្អូនបាទបងប្អូនខ្លះក៏ធ្លាប់ជួបដែរបាទក៏ដាក់1000ក្បាលទៅងាប់អស់500អីចឹងទៅជួនកាលមកពីបញ្ហាទឹកវាអាចមកពីបញ្ហាទឹកទីតាំងយើងវាមិនសមស្របឬក៏វាអាចផ្លៃកន្លែងឬក៏ទឹកហ្នឹងវាមានជាតិពុលជាតិកបោជាតិអីផ្សេងហ្នឹងបាទអាហ្នឹងវាយើងមើលមិនឃើញទេបាទពេលយើងដាក់សាឡបងដបងហ្នឹងវាបើសិនជាវាអត់មានបញ្ហាអីទេបងប្អូនគួរតែដាក់ថែមទៀតទៅបាទអានឹងវាអត់អីទេតែបងប្អូនសាឡបងដបងថាមើលទៅថាទឹកនឹងដាក់ទៅងាប់អញ្ចឹងបងប្អូនគួរតែរកប្រភពទឹកណាផ្សេងមកដាក់ចិញ្ចឹមទៀតបាទអញ្ចឹងអានេះក៏ជាការចែករំលែកផងខ្ញុំទេបងប្អូនបាទហើយក៏ខ្ញុំមិនជាអ្នកជំនាញអីដែរគ្រាន់តែនេះជាបទពិសោធន៍ហើយក្នុងការដើរទិញហ្នឹងខ្ញុំជួបបងប្អូនមួយចំនួនហ្នឹងក៏ថាចិញ្ចឹមកែសាច់បានគីឡូតិចហើយអ្នកខ្លះក៏បានច្រើនទៅតាមហ្នឹងទៅបាទហ្នឹងក៏ជាបទពិសោធន៍មួយចំនួនផងដែរបាទអញ្ចឹងបងប្អូនគួរស្វែងយល់បន្ថែមទៀតបាទអានេះខ្ញុំគ្រាន់តែចែករំលែកខ្លះទេបាទខ្ញុំក៏ចេះមិនអស់ដែរដឹងមិនអស់ដែរបងប្អូនបាទអញ្ចឹងបងប្អូនអាចស្វែងយល់បន្ថែមទៀតបាទអញ្ចឹងវីដេអូនេះរៀងវែងតិចទេបងប្អូនដោយសារខ្ញុំដើរទិញកែផ្សាយទៅបងប្អូនគាត់បានតិចខ្លះបានច្រើនអញ្ចឹងបងប្អូនបាទបងប្អូនខ្លះក៏ចិញ្ចឹមងាប់បងប្អូនខ្លះក៏ចិញ្ចឹមមិនងាប់តិចងាប់ច្រើនបាទអានឹងវាតែងតែជួបឲ្យបងប្អូនបាទការចិញ្ចឹមសត្វរស់វាតែងតែមានហើយការជួបប្រទេសការងាប់សូម្បីតែខ្ញុំចិញ្ចឹមរាប់ឆ្នាំនេះក៏មានងាប់ដែរបងប្អូនបាទវីដេអូនេះក៏មានអត់មានអីដែរបងប្អូនគាត់ចែកជូនម្លែកជូនបងប្អូនប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ